សហព័ន្ធបាល់ទាត់អេស្ប៉ាញហាក់ដូចជាគ្មានការយោគយល់សោះជំរាបសួរខ្ញុំក៏បានមានជួបខ្ញុំមុខចាស់នៅក្នុងវីដេអូថ្មីចាស់ជាដំណឹងដែលក្តៅដោយបាយពុះកើតឡើងនៅថ្ងៃនេះគឺដោយសារតែសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានបដិសេធសំណើសុំពន្យាពេលការប្រកួតរវាងបាសេឡូណាជាមួយអូសាស៊ូណាដោយកំណត់ឲ្យការប្រកួតនេះត្រូវតែធ្វើឡើងនៅថ្ងៃទី27ខែមីនាខាងមុខទោះបីជាកីឡាករក្នុងក្រុមមួយចំនួនត្រូវជាប់កាតព្វកិច្ចលេងនៅក្រុមជម្រើសជាតិសម្រាប់ International Break នេះក៏ដោយសូមរំលឹកថាការពិតទៅជំនួបរវាងបាសេឡូណាជាមួយនឹងអូសាស៊ូណាដំបូងគឺត្រូវធ្វើតាំងពីថ្ងៃទី8ខែមីនា2សប្តាហ៍មុនមកម្លេះក៏ប៉ុន្តែដោយសារតែមុនការប្រកួត1ម៉ោងមានដំណឹងថាគ្រូពេទ្យនៅឈុតធំរបស់បាសេឡូណាហ្នឹងគឺបានទទួលមរណភាពដូច្នេះហើយក៏ការប្រកួតត្រូវស្នើផ្អាកភ្លាមៗដោយសារតែកីឡាករក៏ដូចជាក្រុមការងារទាំងមូលរបស់បាសេឡូណាហ្នឹងត្រូវជាប់កាន់ទុក្ខដូច្នេះសហព័ន្ធបាល់ទាត់អេស្ប៉ាញក៏បានរៀបចំការប្រកួតឡើងវិញក៏ប៉ុន្តែបញ្ហាត្រង់ថាកាលវិភាគនៃការប្រកួតឡើងវិញនេះធ្វើឲ្យក្រុមទាំងពីរយល់ថាកីឡាកររបស់ពួកគេមិនបានសម្រាកសោះហើយខាងបាសេឡូណាកីឡាករដែលហោះទៅលេងនៅទ្វីបអាមេរិកឡាទីនមានន័យថាឆ្ងាយពីអឺរ៉ុបដូចជាអារ៉ាជូដែលលេងឲ្យអ៊ុយរ៉ាហ្គាយក៏ដូចជារ៉ាហ្វីញ៉ាដែលលេងឲ្យប្រេស៊ីលហ្នឹងគឺត្រូវតែអវត្តមានហើយព្រោះពួកគាត់អាចមកទាន់នោះទេមួយវិញទៀតវាក៏ជាការមិនបានសម្រាកឲ្យបានគ្រប់គ្រាន់ដែរគឺក្រុមទាំងពីរយល់ថាគេសម្រាប់បានតែប្រហែលជាង72ម៉ោងតែប៉ុណ្ណោះព្រោះថាក្រោយពីការប្រកួតនេះហើយបាសេឡូណានឹងត្រូវលេងជាមួយនឹងជីរ៉ូណានៅថ្ងៃទី30ខែមីនាខណៈដែលអូសាស៊ូណានឹងត្រូវលេងជាមួយនឹងអាត្លេទិកប៊ីបាវនៅថ្ងៃទី31ខែមីនាដែលមានន័យថាវាគៀកគ្នាមែនទែនអញ្ចឹងណាសូមបញ្ជាក់ដែរថាទាំងបាសេឡូណាហើយនិងអូសាស៊ូណាគឺធ្លាប់បានតវ៉ាទៅនឹងការរៀបចំការវិភាគឡើងវិញរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញហ្នឹងគឺតវ៉ាស្នើសុំឲ្យទៅធ្វើដល់ថ្ងៃទី21ខែឧសភាឯណោះក៏ប៉ុន្តែពេលនេះគឺសហព័ន្ធបាល់ទាត់អេស្ប៉ាញហ្នឹងគឺបានបិទផ្លូវតវ៉ាហើយបើសិនជាមិនប្រកួតទេមានតែអស់3ពិន្ទុតែប៉ុណ្ណោះអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា